មីមួយដែលត្រៀមចូលសមរភូមិកំពុងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះគឺ drone បុកសម្លាប់ឬ drone អត្តឃាតដែលជប៉ុនកំពុងផលិតនិងបង្កើនសមត្ថភាពហោះហើរឲ្យបានឆ្ងាយលើសពី 1000 គីឡូម៉ែត្រជាចម្ងាយដ៏ឆ្ងាយប្រហែលនឹងមីស៊ីលទៅហើយការវិវត្តនេះបង្ហាញថាទីក្រុងតូក្យូកំពុងតែបដូររូបមន្តការពារខ្លួនយ៉ាងសម្បើមតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅដើមខែមេសាឆ្នាំ 2026 ដោយដកស្រង់សារព័ត៌មានជប៉ុននិងប្រភពផ្លូវការជប៉ុនកំពុងដាក់គោលដៅផលិត drone ពណ៌គ្រាប់បែកបំផ្ទុះដែលអាចហោះសំកាំងរងចាំសត្រូវស្វែងរកគោលដៅនិងធ្វើអត្តឃាតខ្លួនឯងដើម្បីកម្ចាត់សត្រូវ Interesting Engineering បានរាយការណ៍បន្ថែមថា drone គុណភាពជប៉ុននឹងដំណើរការដោយស្វ័យប្រវត្តិទាំងអស់ South China Morning Post រាយការណ៍ថា drone របស់ជប៉ុនជាប្រភេទ drone foam ដែលមានខួរក្បាលដោយឡែកពីគ្នាក៏ប៉ុន្តែអាចភ្ជាប់គ្នានឹងដំណើរការក្នុងពេលតែមួយក្នុងភាសាបច្ចេកទេសគេហៅថា Integrated Attack ឬក៏ការវាយប្រហាររួមគ្នាគេហទំព័រយោធាបានប៉ាន់ប្រមាណថា drone របស់ជប៉ុនអាចមានតម្លៃចាប់ពី $37,000 ឡើងទៅក្នុងមួយគ្រឿងអាស្រ័យទៅតាមល្បឿនរយៈពេលហោះនិងគ្រាប់បំផ្ទុះការចុះផ្សាយដដែលបន្ថែមថាជប៉ុនកំពុងពិចារណា drone បាញ់ចេញពីយន្តហោះ drone បាញ់ចេញពីនាវាមួយទឹកនិងប្រព័ន្ធគ្មានមនុស្សបើកលើទឹកនិងក្រោមទឹកផ្សេងទៀតដើម្បីធ្វើឲ្យការវាយប្រហារមានច្រើនទិសនិងកាន់តែពិបាកទុកជាងពេលបច្ចុប្បន្នទៅទៀតបើទោះបីជាមិនទាន់មានថ្ងៃកំណត់ដាក់ចូលសមរភូមិជាក់លាក់ក៏ដោយសញ្ញាពីក្រសួងការពារជាតិជប៉ុនបានបង្ហាញថាកងទ័ពជប៉ុនកំពុងពន្លឿនការផលិតអាវុធគ្មានមនុស្សបើកឲ្យបាននៅឆ្នាំ 2027 ការបញ្ចេញព័ត៌មានអំពី drone អត្តឃាតនេះស្របពេលជប៉ុនទើបតែដាក់ពង្រាយមីស៊ីល Type 12 រយៈចម្ងាយឆ្ងាយក្នុងស្រុកជាលើកដំបូងដែលអាចវាយប្រហារបានលើស 1000 គីឡូម៉ែត្រដូចគ្នាក្នុងចម្ងាយនេះទាំង drone និងមីស៊ីលរបស់ជប៉ុនអាចវាយទៅដល់ឆ្នេរសមុទ្រចិនខាងកើតតៃវ៉ាន់និងកូរ៉េខាងជើងខ្ញុំរស់សុធាពី News Today NTTV